Bao số đây bong phone đó này, lấy ní nhóm nơi Pub Street để không trong Siem Reap, hay lấy nhóm miền rương giấy năng Pub Street tích bong phone đó này nhóm lẹ tục trong chất du ấy lấy ngày ní miền ở các nhóm giấy tích ai thu ở ram bong phone, chẳng Pub Street bong phone đó này, Pub Street bong phone, tôi khăng mình tên, Pub Street tôi hơi clay tiệt nhóm đá bong phone đó này đá hai triệu ban phèm được tí á, hot bát đây, nhóm mẹ ram ha đá một plate cứ hot mỏng Pub Street bong phone đó này mẹ ram với nhóm một cứ clay khăng mình tên là biết tha đôi dương nhâm bài giống bao bốn dương nhâm bài gì mùi mà hốt cặp bông này ngành dập tại nhâm nhắm ó hơi nhầm dương sai ban bao gì tha mà phay sam sắp kia rối ó hơi nhâm ba đây chắc Pub Street đôi kia bao bốn dương đa cặp bông là đa sờ bài sủa Pub Street miền anh nhâm trời nó sờ bộ anh nhâm trời sờ bài ót sờ bài và tại vì sờ bài ót đầy á vì ót pin sai chứ nhưng đa mình tích cứ pot mong chẳng trăng trở nói ní cứ nhom sông sườn po từ đầu cái xuống từ gió cái đôi chia cái xuống đại bẹ pón chui bridge mà pon nào cái này chui bridge Pub Street là biết nè nhưng bạn mơ ngay mà pon nào cái này nhưng mơ té Box Street nơi thì trong Phnom Penh Box Street nơi thì trong Phnom Penhคือយើងបិទបងប្អូនអ្នកគ្នាយើងបិទផ្លូវហ្នឹងគឺយើងបិទប្រដាស់មកកុំឲ្យមានឡានកុំឲ្យមានម៉ូតូចូលឲ្យតែថ្មើរជើងសុតហ្មងឲ្យតែថ្មើរជើងចូលមកសុតហ្មងអញ្ចឹងអ្នកដើរលេងបងប្អូនអ្នកដើរលេងទីធ្លាធំគឺគេចូលចិត្តដើរលេងឯងអ្នកដើរលេងគឺគេចូលចិត្តដើរលេងដូចពាក្យដើរលេងអញ្ចឹងដើរលេងគឺគេចូលចិត្តដើរលេងមិនមែនគេចូលចិត្តមិនជិះលេងណាបងប្អូនខុសពីជិះលេងឧទាហរណ៍ថាយើងជិះចេញពីអូតែលទៅកន្លែងលេងណាមួយឬមួយក៏យើងទៅញ៉ាំអីនៅរេស្តូរ៉ង់ណាមួយអញ្ចឹងទៅញ៉ាំហើយយើងត្រឡប់មកវិញហីអានេះគឺជិះលេងគេទៅមកផុតហីគេអត់ជិះចូលទេ Pub Street ហ្នឹងអញ្ចឹងបើសិនជាគេដើរលេងហ្មងគេមក Pub Street ហ្នឹងគឺគោលបំណងរបស់គេមកដើរលេងហ្មងហើយបើសិនជា Pub Street ហ្នឹងធំគេដើរអត់ងាយផុតទេបងប្អូនណាគ្នាអញ្ចឹងពេលដែលគេដើរចង់និយាយថាគឺមានទីធ្លាយើងធំសម្រាប់ដើរលេងគឺយើងដើរអត់ចេះផុតទេអញ្ចឹងបើសិនជាទីធ្លាធំគឺអ្នកដើរលេងគឺគាត់ដើរលេងពេញសាច់ហើយនៅក្នុងចំណុចហ្នឹងគឺខ្ញុំបន្ថែមទីទៀតបងប្អូនគឺយើង street food តាក់ទងនឹង street food នៅ Pub Street បងប្អូនអត់សូវមាន street food ទេអញ្ចឹង street food យើងធ្វើមិន street food គឺយើងមើលផ្លូវបងប្អូនហ្នឹងមើលផ្លូវណាដែលតំណងរៀបស្តង់ឲ្យអ្នកលក់គាត់លក់មាន street food ច្រើនមុខរាប់សិបមុខរាប់រយមុខទៅអ្នកញ៉ាំបងប្អូនទាំងគ្នាទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិ Pub Street ក៏ធំសប្បាយដើរលេងហើយមានរបស់ញ៉ាំច្រើនមុខទៀតភ្ញៀវអត់មានទៅណាបងប្អូនទាំងគ្នាខ្ញុំធានា 99% ភ្ញៀវអត់មានទៅណាទេគឺនៅកកនៅហ្នឹងហ្មងដោយសារអី Pub Street គឺជាបេះដូងបងប្អូនគឺជាបេះដូងនៃទេសចរណ៍ពេលរាត្រីនៅក្នុងទីក្រុងសៀមរាបនៅក្នុងក្រុងសៀមរាបហ្មងទេសចរណ៍រាត្រីហ្នឹងខ្ញុំមិនមែនចង់និយាយដូចសំដៅទៅដូចផ្ទះលេខ2ណាបងប្អូនទាំងគ្នាខ្ញុំនិយាយទេសចរណ៍ពេលរាត្រីហ្នឹងគឺយើងតែរបៀបល្អយើងមិនមែនដូចខាងនោះទេបើនៅខាងនោះវារបៀបថាឥឡូវខ្ញុំបើកមុខកញ្ចក់ខ្ញុំនិយាយឡើងហ្នឹងតិចចុះបងប្អូនទាំងគ្នាខាងផ្ទះលេខ2ខាងស្រុកសៀមបងប្អូនទាំងគ្នាទេសចរណ៍ពេលរាត្រីរបស់គេគឺទេសចរណ៍អធិស្ឋានបងប្អូនខ្ញុំនិយាយពីអសរោះតិចក្នុងហ្នឹងទេសចរណ៍ពេលរាត្រីនៅក្នុងស្រុកសៀមបងប្អូនគឺកន្លែងរកស៊ីផ្លូវភេទហើយហ្នឹង Lady Boy បងប្អូនទាំងគ្នាប្រកាសជាដឹងហើយ Lady Boy ហើយកន្លែងគេគឺគេមានកន្លែងផឹកស៊ីច្រើនគេមានក្លឹបរាំបារកន្លែងរាំច្រៀងអត់ខ្វះទេច្រើនមែនតើនៅហ្នឹងហើយនៅហ្នឹងគឺមានទាំងកន្លែងរាំស្នាតទៀតនិយាយអស់ទៅហើយភ្ញៀវទេសចរភាគច្រើនក្មេងៗបងប្អូនក្មេងៗទៅលេងអាយុប្រហែលជា40ចុះមកក្រោមសបោតែ40ឡើងទៅលើមនុស្សចាស់អត់សូវសបោទេបងប្អូនទាំងគ្នាបងប្អូនដែលធ្លាប់ទៅលេងស្រុកសៀមចំណាំមើលប្រកាសជាដឹងហើយស្រុកសៀមអ្នកភ្ញៀវទេសចរដែលទៅលេងក្មេងច្រើនជាងចាស់បងប្អូនចំណាំមើលអញ្ចឹងភ្ញៀវទេសចរដែលទៅលេងស្រុកថៃដែលគេថាសบายស្រុកសៀមដែលថាសบายហ្នឹងដោយសារឯស្រុកសៀមគឺគេមានកន្លែងដើរលេងច្រើនបងប្អូនគេមានជម្រើសច្រើនឲ្យភ្ញៀវទេសចរសម្រាប់ចាយលុយព្រោះថាស្រុកសៀមកន្លែងចាយលុយហ្មងបងប្អូនទាំងគ្នាអញ្ចឹងភ្ញៀវទេសចរដែលទៅហ្នឹងភាគច្រើនស្រុកសៀមហ្នឹងគឺថាគេបង្កើតអីច្រើនសម្រាប់ទាក់ភ្ញៀវទេសចរហ្នឹងឲ្យសឹងតែបោកក្រិតខោហ្មងទៅលេងស្រុកសៀមគឺទៅដល់អស់លុយហ្មងមិនមែនអស់លុយដោយសារអីអស់លុយដោយសារដើរលេងព្រោះកន្លែងលេងគេច្រើនវាប្រៀបដូចយើងទៅផ្សារអញ្ចឹងណាបងប្អូនទាំងគ្នាយើងទៅផ្សារឧទាហរណ៍ថាយើងទៅផ្សារគោលដៅយើងទៅទិញអីវ៉ាន់2មុខប៉ុន្តែពេលដែលទៅដល់ផ្សារហ្នឹងលក់អីវ៉ាន់បានមានតែ10មុខទេចឹងដល់ពេលលក់អីវ៉ាន់មានតែ10មុខយើងទៅជួនកាលយើងមិនត្រឹមតែទិញខាងណាបាយមួយវិញនេះធ្លាប់ឃើញមកទេអត់ហកឃើញខ្ញុំចង់ខំត្រូលខ្មែរគ្នាឯងបណ្ដៃធ្លាប់ឃើញរូបថតរូបលុយអត់រូបលុយខ្មែរហ៎លុយរៀលហ៎បាយនិយាយលុយហ្នឹងមែនហ្នឹងហើយបងថតធ្លាប់លុយឈប់ខ្ញុំគិតបងថតរូបលុយហ៎រូបនៅកោវត្តរូបនៅប្រាសាទប្រទេសស្រីអីហ៎ដើរthôi ធ្លាប់ឃើញមួយថ្ងៃមែនហេឡូ
thank you ở con chân fan con ý sợ fan thì lại miễn fan chứ con xong mà con xua channel YouTube បងប្អូន này chắc là lấy nhóm to hướng sọc xiêm chắc ở tiêu ta hướng tập xa cho nhóm mà bộ rồi tịch tập xa បងប្អូន នេះកូនម្ដងទៅទិញឲ្យបាន2មុខប៉ុន្តែផ្សារហ្នឹងគឺមានឲ្យបានលក់តែ10មុខទេអញ្ចឹងពេលដែលបងប្អូនទៅទិញជួនកាលមិនត្រឹមតែទិញបានតែ2មុខទេជួនកាលអាចទិញអត់បានអីទាំងអស់ដោយសារអីមានឲ្យបានតិចពេកឲ្យបានតែ10មុខហ្នឹងជួនកាលអត់មានឲ្យបានដែលយើងចង់បានប៉ុន្តែបើសិនជាបងប្អូន នេះចង់ទិញឲ្យបាន2មុខយើងទៅផ្សារដែលមានផ្សារដែលគេលក់ឲ្យបានរាប់សិបមុខរាប់រយរាប់ពាន់មុខមិនត្រឹមតែទិញបាន2មុខទេបងប្អូន នេះអាចយើងទិញបាន4 5មុខទៀតដោយសារអីយើងមានជម្រើសច្រើនផ្សារដែលគេលក់របស់ច្រើនមានគឺមានជម្រើសច្រើនសម្រាប់ឲ្យយើងរើសអញ្ចឹងស្រុកសៀមហ្នឹងគឺដូចគ្នាបងប្អូន នេះកន្លែងដើរលេងរបស់គេគឺបែបហ្នឹងឯងបែបហ្នឹងយ៉ាងម៉េចគឺគេមានកន្លែងច្រើនមានជម្រើសច្រើនសម្រាប់តម្រូវភ្ញៀវទេសចរចាស់ក៏មានក្មេងក៏មានភ្ញៀវជាតិក៏មានភ្ញៀវអន្តរជាតិក៏មានគឺគេតម្រូវគ្រប់តែម្ដងអញ្ចឹងកន្លែងហ្នឹងគឺស្រុកសៀមហ្នឹងគឺវាគេបានតែមកន្លែងហ្នឹងបងប្អូន នេះគឺគេឆ្នៃអាហ្នឹងច្រើនមែនតើអញ្ចឹងឥឡូវបិទវគ្គត្រឹមហ្នឹងខ្ញុំត្រឡប់មក Pub Street វិញ Hello បងយើងត្រឡប់មក Pub Street វិញ Pub Street គឺជាបេះដូងនៃទេសចរពេលរាត្រីនៅក្នុងក្រុងសៀមរាបបងប្អូន អញ្ចឹង Pub Street គឺជាកន្លែងមួយល្អមែនទែនដោយសារពេលដែលយើងបរិយាបងប្អូន ខ្ញុំហ៊ាននិយាយហ្មងថាផ្លូវយើងដាក់បារាស់ឡើយណាយើងបិទបារាស់ឡើយណាគឺមានមនុស្សដើរឡើយហ្នឹងហើយមានមនុស្សដើរកន្លែងណាមានអ្នកលក់ឡើយហ្នឹងខ្ញុំហ៊ានធានាឲ្យបងប្អូន មើលទៅនៅ Walk Street លក់តាំងពីដើមដល់ចប់តាំងពីដើមផ្លូវដល់ចុងផ្លូវគឺអ្នកលក់គឺលក់ហ្មងបើសិនជាថាបិទបារាស់នៅហ្នឹងមានអ្នកដើរនៅហ្នឹងអ្នកលក់សឹងតែថាគាត់លក់តែផ្អែមលក់តែទឹកកន្លុកជប់ឡើងក៏សម្បូរដែរឲ្យតែថាបិទផ្លូវឡើយហ្នឹងគឺគាត់លក់ទៅកន្លែងហ្នឹងហ្មងអញ្ចឹងក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាបើសិនជាក្រសួងបានឃើញគាត់ក្រសួងទេសចរឬនឹងក្រសួងពាក់ព័ន្ធចាត់វិធានការពង្រីក Pub Street ហើយយើងដាក់ជាស្តង់ជាអីសម្រាប់ឲ្យបងប្អូនគាត់លក់ street food បងប្អូន street food មានរាប់សិបមុខរាប់រយមុខមិនខ្វះទេភ្ញៀវទេសចរជាតិនិងអន្តរជាតិគេមកលេងអត់មានទៅណាទេដោយសារអី Pub Streit យើងរាល់ថ្ងៃគឺទូចពេកយើងទាញប្រយោជន៍អត់អស់បងប្អូន យើងបរិយាវាយើងបន្ថែមធ្វើម៉េចឲ្យមានអ្នកលក់ច្រើនឲ្យមានសម្បូរបែបប៉ុន្តែមិនមែនសម្បូរបែបដូចស្រុកសៀមដូចតែខ្ញុំនិយាយមិញមិនមែនអញ្ចឹងទេគឺយើងបែររត់តែផ្លូវល្អគឺយើងអត់ទៅរកដូចគេនោះទេហ្នឹងហើយអញ្ចឹងគឺនេះគឺជាអ្វីដែលខ្ញុំនឹកឃើញយូរហើយប៉ុន្តែដោយសារតែឥឡូវនេះខ្ញុំឃើញថា Walk Street នៅទីក្រុងភ្នំពេញគឺទទួលបានជោគជ័យខ្លាំងមែនទែនអញ្ចឹងទៅខ្ញុំនឹកឃើញកំណត់ហ្នឹងគួបចូលគ្នាជាមួយនឹង Pub Street មកនិយាយចេញជាវីដេអូហ្នឹងឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ហើយជួយពិចារណាខ្ញុំមិនដឹងថាខ្ញុំនិយាយនេះកំណត់របស់ខ្ញុំនេះវាល្អឬមួយក៏វាខុសវាត្រូវអីប្រហែលភាគរយខ្ញុំមិនដឹងទេបងប្អូនទាំងអស់គ្នាអាចជួយចេញមតិជួយចេញយោបល់នៅក្នុង comment បានដើម្បីអភិវឌ្ឍ Pub Street ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យច្រើនជាងនេះដើម្បីល្អទាំងអស់គ្នាបងប្អូនហ្នឹងហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាជាពិសេសគឺក្រសួងទេសចរនិងក្រសួងពាក់ព័ន្ធពង្រីក Pub Street ខ្ញុំសង្ឃឹមថានឹងបានឃើញ Pub Street ធំជាងនេះមាន street food មានអីលក់ហើយមានភ្ញៀវទេសចរបរទេសភ្ញៀវទេសចរជាតិកកកុញឆាប់នេះអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមទស្សនាយើងហត់តិចបងប្អូនអរគុណបងប្អូនទាំងអស់គ្នាបាយបាយ